ចាសសូមជម្រាបសួរបងម៉ែបងប្អូនកូនក្មួយជាទីគោរពនិងជាទីស្រឡាញ់ទាំងអស់គ្នាអ្នកខ្ញុំជាអ្នកគ្រូបង្ហាត់នៅក្នុងថ្នាក់រៀនកូនកំសែបេតងថ្ងៃនេះសូមមកបង្វែរអារម្មណ៍របស់បងប្អូនមកទស្សនាកំសាន្តជាមួយផ្ទាំងទស្សនីយភាពស្ដីអំពីបុណ្យកឋិនទានដែលជាកឋិនសាមគ្គីហែពីវត្តជ្រៃបាក់ស្រុកលីផ្អៀខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់វត្តលៀងកែស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដូចគ្នានៅក្នុងថ្នាក់រៀនថ្ងៃមុននាងខ្ញុំបានបង្ហើបជូនបងប្អូនថានាងខ្ញុំនិងអ្នកម្ដាយនឹងហែតខិនសាមគ្គីទៅកាន់វត្តនៅឯខេត្តកំពង់ស្ពឺតែជាការយល់ច្រឡំរបស់នាងខ្ញុំទេនាងខ្ញុំសូមទោសបងប្អូនទាំងអស់គ្នាដោយសារនាងខ្ញុំអត់បានសួរម្ដាយឲ្យច្បាស់ហើយធ្វើតែខ្ញុំមានអាយុច្រើនមែនប៉ុន្តែខ្ញុំអត់សូវបានដើរខ្ញុំអត់សូវស្គាល់ទិសតំបន់ណាទេចឹងបងប្អូនអភ័យទោសសម្រាប់ការនិយាយឆ្កងតោះបងប្អូនមកមើលកម្រងរូបភាពការចូលរួមរីករាយដង្ហែបុណ្យកឋិនទានសាមគ្គីពីវត្តជ្រៃបាក់ឆ្ពោះទៅវត្តលៀងកែខេត្តកំពង់ឆ្នាំងថ្ងៃអង្គារទី4ខែវិច្ឆិកាឆ្នាំ2025ត្រូវនឹងថ្ងៃ14កើតខែកដឹកពុទ្ធសករាជ2569ត្រូវនឹងថ្ងៃខាលថ្ងៃកុម្ភៈឆ្នាំម្សាញ់ព្រលឹមស្រាងប្រហែលជាម៉ោង4ម៉ោង5អ្នកម្ដាយនិងបងប្អូនរបស់នាងខ្ញុំបានក្រោកដើម្បីធ្វើម្ហូបដើម្បីត្រៀមធ្វើចង្ហាន់ទៅប្រគេនលោកនៅឯវត្តលៀងកែហើយក៏ត្រៀមម្ហូបអាហារនេះសម្រាប់ញ៉ាំក្រុមគ្រួសារខ្លួនឯងព្រោះយើងអត់ចង់ទៅរំខាននៅខាងវត្តទទួលខាងក្រុមគ្រួសារឬមួយក៏ខាងពុទ្ធបរិស័ទចំណោះជើងវត្តជ្រៃបាក់ទេពួកយើងបានរួមមតិគ្នាធ្វើចង្ហាន់ម្នាក់មួយស្រាក់និងអាហារដើម្បីយកទៅញ៉ាំខ្លួនឯងពេលនេះខ្ញុំនិយាយដូចនេះដូចជាចម្លែកព្រោះការហែអង្គកឋិនទាននីមួយៗខាងវត្តដែលយើងហែទៅគឺគាត់ជាអ្នកទទួលរ៉ាប់រងនៅម្ហូបអាហារប៉ុន្តែដោយសារព្រះអង្គចៅអធិការវត្តលោកមានស្រុកកំណើតនៅឯស្រុកទឹកផុសក្បែរវត្តលៀងកែហ្នឹងដូច្នេះហើយបានចំណោះជើងវត្តជ្រៃបាក់ចង់សងគុណលោកហើយក៏បាននាំគ្នាមកមតិហែតខិនទៅកាន់វត្តនៃស្រុកកំណើតរបស់លោកចៅអធិការវត្តហើយនេះគឺជាលោកបងចៅអធិការវត្តដែលលោកបងបានមកទទួលគួរសមជាមួយនឹងក្រុមគ្រួសារនាងខ្ញុំនៅកញ្ចុះមួយនេះការត្រៀមចង្ហាន់ទឹកសុទ្ធភេទជ្ជៈនានាគឺដើម្បីយើងត្រៀមខ្លាចមានការខ្វះខាតនៅឯវត្តព្រោះយើងគិតថាវត្តដែលនៅខាងស្រុកស្រែចំការហើយមួយវិញទៀតក៏យើងត្រៀមសម្រាប់ចំណីអាហារក្មេងៗក្មួយកុំឲ្យគាត់ឃ្លានហើយយើងពិបាកនៅក្នុងការរត់រកអាហារនៅឯវត្តដូច្នេះអត់មានអីខុសទេនៅក្នុងការត្រៀមអាហារពីផ្ទះដោយសារនាងខ្ញុំទៅត្រឡប់មកពីពេទ្យអង្គឌួងកាលពីម្សិលមិញដោយសារនាងខ្ញុំអត់សូវស្រួលខ្លួនពិតជាអស់កម្លាំងណាស់អញ្ចឹងក្រោករៀងយឺតបន្តិចក្រោកមកឃើញថាអ្នកម្ដាយក្មួយប្អូនរៀបចំខ្លួនរៀបចំចំណីអាហាររួចហើយនាងខ្ញុំក៏រៀបចំទុកដាក់ខ្លួនប្រាណហើយម៉ោង7ពួកយើងក៏បានចេញដំណើរពីផ្ទះឆ្ពោះទៅកាន់វត្តជ្រៃបាក់គឺជុំគ្នានៅឯវត្តនាងខ្ញុំនិងក្រុមគ្រួសារគឺជាកូនឡានឯកជន2ឡានគឺពេញល្មមចំណែកឯលបងចៅអធិការវត្តលោកបានជួលឡានមានកូនឡានក្រុងឡានតូរីសជិត10ឡានឯណោះហើយចំណែកឯបងប្អូនប្រជាពលរដ្ឋនៅឃុំជ្រៃបាក់ភូមិជ្រៃបាក់ស្រុកលីផ្អៀនេះដំណើរដោយឡានឯកជនខ្លួនឯង 4-5 គ្រឿងថែមទៀតផងដែរពួកយើងក៏បានចេញក្បាលឡានបន្តគ្នាដោយរូបភាពកម្រងឯកសារខាងមុខធ្វើដំណើរយឺតប្រហែល7-1ម៉ោងបានមកដល់វត្តលៀងកែដំណើរគ្នាមកដល់ខាងវត្តមានទីងមងសយ៉ាំភ្លេងលេងទទួលយ៉ាងអាឡារឹកអ្នកម្ដាយនាងខ្ញុំបានចូលជាត្រៃលៀងមួយនិងបច្ច័យសង្កត់ត្រៃមួយចំនួនចំណែកពុទ្ធបរិស័ទផ្សេងក៏មានសទ្ធាជ្រះថ្លារៀងខ្លួនមនុស្សច្រើនកកកុញខ្លាំងណាស់បងប្អូនទាំងអស់គ្នាពេញសាលាឆាន់ពេញរោងនានាតែចដន្យអីក្រុមគ្រួសារនាងខ្ញុំចាប់លេខបានកញ្ចោះធំមួយអង្គុយពេញមួយគ្រួសារតែម្ដងអាយ៉ែគូឡានចូលមករើអីវ៉ាន់ម្ហូបអាហារត្រៀបទុកសម្រាប់រៀបចង្ហាន់លោកហើយនឹងសម្រាប់ញ៉ាំខ្លួនឯងផងដែរបងប្អូនលោកយាយលោកតាអ៊ំពូមីងអ្នកម្ដាយចាស់បានស្ដាប់លោកសូត្រធម៌នៅក្នុងសាលាឆាន់ចំណែកឯខ្ញុំគឺនៅក្នុងកញ្ចុះមើលក្មួយត្រៀមខ្លួនម៉ោង 12:30 នាទីលោកអាចារ្យប្រកាសដើម្បីហែកឋិនបតសិនជំវិញព្រះវិហារចំនួន3ជុំដំបូងអ្នកម្ដាយនាងខ្ញុំជាអ្នកទូត្រៃគាត់ទូត្រៃ2ជុំនាងខ្ញុំនិងប្អូនប្រុសបានទុកអ្នកម្ដាយ
ព្រួយសាខ្លាចរអិលព្រោះមុនហ្នឹងគឺមានភ្លៀងដែលធ្វើឲ្យដំបូលព្រះវិហារស្រក់ទឹកការិឡាធ្វើឲ្យដុះស្លែអាចរអិលបាននាងខ្ញុំដើរទប់អ្នកម្ដាយបាន2ជុំក៏ជួយដូរត្រៃអ្នកម្ដាយដើម្បីទូបាន1ជុំដែរបន្ទាប់មកទៀតប្អូនស្រីរបស់នាងខ្ញុំឃើញខ្ញុំទូល1ជុំហ្នឹងគាត់ថាអុយបងរួយដៃហើយអញ្ចឹងបងឲ្យខ្ញុំទូម្ដងគាត់ក៏ទូបានបន្តិចក៏ដល់វិលជុំដល់ពេលដែលត្រូវឯត្រៃឡើងព្រះវិហារហើយខ្ញុំឃើញថាត្រៃមួយក្នុងគ្រួសាររបស់ខ្ញុំទូលរហូតដល់3នាក់ចែកគ្នាទូម្នាក់ម្ដងទៅដើម្បីភ្ជាប់និស្ស័យកុសលផលបុណ្យហើយពុកម៉ែបងប្អូនកូនក្មួយជាទីស្រឡាញ់ទាំងអស់គ្នាជម្រាបដោយការពិតនេះគឺជាលើកទី1ដែលនាងខ្ញុំបានចូលរួមក្នុងការធ្វើបុណ្យដ៏ស័ក្តិសស្រាំពិតជាសប្បាយចិត្តខ្លាំងមែនតែនហើយជាលើកទី1ក្នុងជីវិតដែលបានទូលត្រៃនិងហែជុំវិញព្រះវិហារបានគ្រប់ជុំហើយបានធ្វើជាមួយនឹងអ្នកម្ដាយផ្ទាល់តែម្ដងជ្រះថ្លាមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាជ្រះថ្លាណាស់ដូច្នេះសម្រាប់ធាជ្រះថ្លាដែលនាងខ្ញុំធ្វើនេះនាងខ្ញុំសូមជូនបុណ្យកុសលទៅដល់ពុកម៉ែបងប្អូនកូនក្មួយជាទីស្រឡាញ់ទាំងអស់គ្នាដែលបានចូលមកស្ដាប់នៅក្នុងវីដេអូមួយនេះផងដែរចឹងសូមពុកម៉ែបងប្អូនកូនក្មួយទាំងអស់ទទួលនៅបុណ្យកុសលដែលនាងខ្ញុំបានធ្វើបុណ្យកឋិនទានសាមគ្គីនេះឲ្យបានបុណ្យស្មើគ្នាជាមួយនឹងនាងខ្ញុំនិងក្រុមគ្រួសារផងដែរបងប្អូនណាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា